បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ Channel សុភាពរឿងព្រេងខ្មែរថ្ងៃនេះមកបកស្រាយនៅចម្ងល់ដែលបងប្អូនយើងឆ្ងល់ថាតើពស់ត្បាល់មានពិតនៅលើភពផែនដីរបស់យើងដែរឬទេបន្តិចទៀតនេះខ្ញុំនឹងរៀបរាប់ប្រាប់ពុកម៉ែបងប្អូនឲ្យបានដឹងតើសត្វពស់ត្បាល់នេះមានពិតឬមិនពិតហើយតើវាមានកំណើតមកពីណាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំដូចតទៅពស់ត្បាល់គឺជាសត្វរឿងនិទានឬសត្វដែលត្រូវបានគេនិយមនៅក្នុងរឿងព្រេងរឿងប្រឌិតនិងជំនឿប្រពៃណីរបស់ប្រជាជនខ្មែរតាមការពិពណ៌នាពស់ត្បាល់ត្រូវបានគេនិយាយថាមានស្លាបឬមានក្បាលច្រើនតែ7ឬ9ក្បាលនិងមានសម្បូរអាចកំបាំងវាជាតួអង្គដ៏សំខាន់នៅក្នុងវប្បធម៌ខ្មែរជាពិសេសវាមាននៅក្នុងរឿងព្រេងពីបុរាណដ្ឋានដូចជាអង្គរវត្តវាជាសត្វរឿងនិទានចឹងហើយគ្មានវត្ថុតាងវិទ្យាសាស្ត្រណាបង្ហាញថាវាមានរូបរាងពិតនិងមានជីវិតពិតរស់នៅលើភពផែនដីរបស់យើងទេសត្វពស់ត្បាល់នេះជាផ្នែកនៃមរតកវប្បធម៌ដែលគេបានសរសេរជាសាច់រឿងប្រឌិតនៅក្នុងរឿងព្រេងសារៈសំខាន់នៅក្នុងវប្បធម៌ពស់ត្បាល់ត្រូវបានគេចាត់ទុកវាថាជាអ្នកគ្រប់គ្រងទឹកនិងដីនិងជានិមិត្តរូបនៃភាពសម្បូរសម្បាយនិងភាពចម្រុងចម្រើននៅក្នុងស្ថាបត្យកម្មរូបចម្លាក់នាគឬសត្វពស់ដែលមានក្បាលច្រើននៅតាមទ្វារប្រាសាទដូចជានៅប្រាសាទអង្គរវត្តជាញឹកញាប់ត្រូវបានគេហៅថាជាសត្វនាគឬជាពស់ត្បាល់ដែលគេនិយាយតគ្នាតាមរឿងព្រេងដូច្នេះសរុបមកពស់ត្បាល់មិនមានវត្តមានពិតនៅលើភពផែនដីយើងទេប៉ុន្តែវាជាតួអង្គដ៏សំខាន់នៅក្នុងរឿងព្រេងនិងជំនឿរបស់ប្រជាជនប្រពៃណីខ្មែរចឹងអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទៀតទេថាវាមានប្រភពមកពីណាវាមានប្រភពមកពីក្នុងរឿងព្រេងដែលគេបានសរសេររៀបរាប់រាយរាប់និងលើកមកនិយាយតគ្នាសរុបសេចក្តីមកពស់នេះមិនមានវត្តមានពិតទេបាទអ្នកទាំងអស់គ្នាស្ដាប់តាមការគួរហើយជឿឬមិនជឿក៏តាមនឹងចោះហើយអ្នកមកថ្មីកុំភ្លេចជួយចុច Subscribe like អ្នកមួយផងដើម្បីបានទទួលវីដេអូថ្មីពីខ្ញុំសុភាពរឿងព្រេងសូមអរគុណសូមជម្រាបលា